អរិយាពេលជាង30ឆ្នាំមកហើយដែលគេតែងតែសង្កេតឃើញជាប្រចាំនៅភាពជាសត្រូវនឹងគ្នារវាងអ៊ីរ៉ង់និងសហរដ្ឋអាមេរិកក៏ប៉ុន្តែតាមការពិតទៅអ្វីគឺមិនដូច្នេះទេកាលពីមុនឆ្នាំ1979អ៊ីរ៉ង់នៅមុនបដិវត្តន៍ឆ្នាំ1979គឺជារបបរាជានិយមដែលស្ថិតនៅក្រោមអំណាចរបស់ស្ដេចសាឈ្មោះថាម៉ាហាម៉ាត់រេហ្សាផាឡាវីដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធបំផុតជាមួយនឹងសហរដ្ឋអាមេរិកនិងបណ្ដាប្រទេសលោកខាងលិចផ្សេងទៀតនៅឆ្នាំ1952ការបោះឆ្នោតតាមបែបប្រជាធិបតេយ្យមួយត្រូវបានគេរៀបចំធ្វើឡើងហើយអ្នកដែលជាប់ឆ្នោតឡើងមកធ្វើជានាយករដ្ឋមន្ត្រីអ៊ីរ៉ង់នៅពេលនោះគឺជាអ្នកនយោបាយជាតិនិយមម្នាក់ដែលមានឈ្មោះថាម៉ាហាម៉ាត់ម៉ូសេដេកគ្រាន់តែបានឡើងមកកាន់តំណែងភ្លាមលោកម៉ាហាម៉ាត់ម៉ូសេដេកក៏បានចាប់ផ្ដើមដាក់ចេញនូវនយោបាយជាច្រើនដែលមានលក្ខណៈជាតិនិយមជាពិសេសគឺការធ្វើជាទូពនិយកម្មលើវិស័យពេញកាតដោយដកហូតសិទ្ធិធ្វើអាជីវកម្មបូមប្រេងពីក្រុមហ៊ុនបរទេសនៅពីនោះចំនួនជាមួយនឹងបណ្ដាប្រទេសលោកខាងលិចក៏បានចាប់ផ្ដើមផ្ទុះឡើងហើយនៅឆ្នាំ1953កាន់អំណាចបានត្រឹមតែមួយឆ្នាំលោកម៉ាហាម៉ាត់ម៉ូសេដេកក៏ត្រូវបានគេទម្លាក់ចេញពីតំណែងនៅក្នុងរដ្ឋប្រហារយោធាមួយដែលរៀបចំធ្វើឡើងដោយ CIA ដើម្បីប្រមូលផ្ដុំអំណាចរដ្ឋទាំងអស់យកមកឲ្យស្ដេចសាម៉ាហាម៉ាត់រេហ្សាផាឡាវីឡើងវិញរដ្ឋប្រហារឆ្នាំ1953នេះវាគឺជាចំណុចចាប់ផ្ដើមដ៏សំខាន់មួយដែលនាំឲ្យមានការរីកដុះដាលនៃចលនាប្រឆាំងនឹងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ដោយចាប់ផ្ដើមដំបូងនៅពេលនោះចេញពីមជ្ឈដ្ឋានបញ្ញវន្តនិងមេដឹកនាំសាសនាហើយក្រោយមកទៀតដោយសារតែនយោបាយនិយមអាមេរិកបូករួមជាមួយនឹងការកាន់អំណាចតាមបែបផ្ដាច់ការរំលោភសិទ្ធិមនុស្សបំបិទសិទ្ធិសេរីភាពនិងពោពេញទៅដោយអំពើពុករលួយចលនាប្រឆាំងនឹងរបបដឹកនាំរបស់ស្ដេចសាផាឡាវីក៏បានរីករាលដាលកាន់តែខ្លាំងឡើងក្លាយទៅជាចលនាមហាជនទាំងមូលនៅក្នុងចំណោមមេដឹកនាំចលនាប្រឆាំងនឹងស្ដេចសានៅអ៊ីរ៉ង់គឺមានមេដឹកនាំសាសនាម្នាក់ដែលក្រោយមកនឹងក្លាយទៅជាមេដឹកនាំបដិវត្តន៍គឺអាយ៉ាតូឡាខូម៉ៃនីនៅក្នុងការធ្វើសកម្មភាពប្រឆាំងនឹងរដ្ឋាភិបាលអាយ៉ាតូឡាខូម៉ៃនីត្រូវបានអាជ្ញាធរចាប់ដាក់គុកហើយក្រោយមកត្រូវបង្ខំចិត្តរត់ទៅរស់នៅនិរទេសខ្លួនឯក្រៅប្រទេសគឺពីដំបូងនៅក្នុងប្រទេសអារ៉ាប់និងក្រោយមកទៀតរត់ទៅនៅប្រទេសបារាំងក៏ប៉ុន្តែនៅពេលដែលអាជ្ញាធរអ៊ីរ៉ង់តាមធ្វើទុកបុកម្នេញកាន់តែខ្លាំងប្រជាប្រិយភាពរបស់អាយ៉ាតូឡាខូម៉ៃនីក៏កើនឡើងកាន់តែខ្លាំងផងដែរហើយបើទោះបីជានៅពេលនោះលោករស់នៅនិរទេសឯក្រៅប្រទេសក៏ដោយក៏ប៉ុន្តែអាយ៉ាតូឡាខូម៉ៃនីនៅតែជាមេដឹកនាំប្រឆាំងដែលមានអ្នកគាំទ្រយ៉ាងច្រើនលើសលប់នៅក្នុងប្រទេសអ៊ីរ៉ង់នៅដើមឆ្នាំ1978ចលនាបាតកម្មបានផ្ទុះឡើងនៅក្នុងប្រទេសអ៊ីរ៉ង់ដើម្បីប្រឆាំងនឹងរដ្ឋាភិបាលរាជានិយមចលនាប្រឆាំងនេះគឺកើតចេញពីដំបូងពីសាសនាដែលជាអ្នកគាំទ្រយ៉ាងពេញទំហឹងរបស់អាយ៉ាតូឡាខូម៉ៃនីនិងចេញពីមជ្ឈដ្ឋានយុវជនអ៊ីរ៉ង់ដែលនៅពេលនោះកំពុងតែប្រឈមមុខនឹងវិបត្តិអត់ការងារធ្វើនៅពីពេញប្រទេសប្រឈមមុខនឹងចលនាបាតកម្មប្រឆាំងនេះស្ដេចសាផាឡាវីបានជ្រើសរើសចម្លើយតបទៅវិញដោយប្រើកម្លាំងបង្ក្រាបក៏ប៉ុន្តែនៅពេលដែលអាជ្ញាធរធ្វើការបង្ក្រាបកាន់តែខ្លាំងចលនាប្រឆាំងក៏មានសន្ទុះកើនឡើងកាន់តែខ្លាំងផងដែរជាពិសេសគឺនៅពេលដែលមានបាតកោស្លាប់ដោយការបង្ក្រាបពីសំណាក់អាជ្ញាធរនោះពិធីបុណ្យសពបាតកោតែងតែបានប្រែក្លាយទៅជាចលនាបាតកម្មថ្មីមួយទៀតជាបន្តបន្ទាប់ចលនាបាតកម្មប្រឆាំងនឹងស្ដេចសាបានកើនឡើងដល់កម្រិតកំពូលនៅខែធ្នូឆ្នាំ1978ដោយនៅពេលនោះមានអ្នកចូលរួមនៅក្នុងចន្លោះពី6លានទៅ9លាននាក់នៅទូទាំងប្រទេសអ៊ីរ៉ង់កម្លាំងបដិវត្តន៍មហាជនដ៏ធំមហិមានេះក៏បានធ្វើឲ្យស្ដេចសាផាឡាវីត្រូវបង្ខំចិត្តរត់ចេញពីប្រទេសហើយនិរទេសខ្លួនទៅកាន់ប្រទេសអ៊ីជីបនៅថ្ងៃទី16ខែមករាឆ្នាំ1979របបរាជានិយមអ៊ីរ៉ង់ត្រូវដួលរលំហើយជំនួសមកវិញដោយរដ្ឋាភិបាលបដិវត្តន៍ក្រោមការដឹកនាំរបស់អាយ៉ាតូឡាខូម៉ៃនី
ដែលបានធ្វើដំណើរពីការរស់នៅនៃប្រទេសក្នុងប្រទេសបារាំងវិលត្រឡប់ចូលមកកាន់ប្រទេសអ៊ីរ៉ង់វិញនៅខែកុម្ភៈឆ្នាំ1979នៅក្រៅជាជំនះនៃបដិវត្តអ៊ីរ៉ង់ភាពជាសត្រូវជាមួយនឹងសហរដ្ឋអាមេរិកដែលជាអ្នកគ្រប់គ្រងរបបចាស់ក៏បានចាប់ផ្ដើមផ្ទុះឡើងហើយស្ថានទូតនិងមន្ត្រីទូតអាមេរិកក៏ត្រូវទទួលរងនឹងការវាយប្រហារជាច្រើនលើកច្រើនសារពីសំណាក់ក្រុមបាតកោគ្រប់គ្រងបដិវត្តចលនាប្រឆាំងនឹងសហរដ្ឋអាមេរិកបានពុះកញ្ជ្រោលកាន់តែខ្លាំងគឺនៅចុងខែតុលាឆ្នាំ1979នៅក្រៅពេលដែលសហរដ្ឋអាមេរិកទទួលឲ្យអតីតស្ដេចសាផាឡាវីធ្វើដំណើរទៅកាន់ទីក្រុងញូវយ៉កដើម្បីទទួលការព្យាបាលជំងឺប្រហែលជា2សប្តាហ៍ក្រោយមកគឺនៅថ្ងៃទី4ខែវិច្ឆិកាឆ្នាំ1979និស្សិតអ៊ីរ៉ង់ប្រមាណជា 3000 នាក់បាននាំគ្នាធ្វើបាតកម្មនៅមុខស្ថានទូតអាមេរិកប្រចាំទីក្រុងតេហេរ៉ង់បន្តមកពួកគេក៏បាននាំគ្នាសម្រុកចូលទៅក្នុងទីតាំងស្ថានទូតដែលបានចាប់មន្ត្រីនិងបុគ្គលិកស្ថានទូតចំនួន63នាក់មកធ្វើជាចំណាប់ខ្មាំងការរំលោភលើអភ័យឯកសិទ្ធិនៃស្ថានទូតនិងមន្ត្រីទូតបរទេសបែបនេះវាគឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើអនុសញ្ញាទីក្រុងវីយ៉ែនស្តីពីទំនាក់ទំនងការទូតហើយសហគមន៍អន្តរជាតិរួមទាំងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនិងតុលាការអន្តរជាតិក្រុងឡាអេផងសុទ្ធតែបានទម្លាក់ការទទួលខុសត្រូវទៅលើរដ្ឋាភិបាលបដិវត្តអ៊ីរ៉ង់ជាការពិតថាសកម្មភាពចាប់ចំណាប់ខ្មាំងលើស្ថានទូតអាមេរិកនេះគឺមិនមែនធ្វើឡើងដោយកងកម្លាំងរដ្ឋាភិបាលដោយផ្ទាល់នោះទេក៏ប៉ុន្តែរដ្ឋាភិបាលក្រុងតេហេរ៉ង់ត្រូវបានគេទម្លាក់ការទទួលខុសត្រូវដោយសារតែខកខានមិនបានបំពេញតាមកាតព្វកិច្ចការពីសុវត្ថិភាពស្ថានទូតក្នុងឋានៈជាម្ចាស់ផ្ទះហើយជាពិសេសទៅទៀតនោះក្រោយពីមានការចាប់ចំណាប់ខ្មាំងអាយ៉ាតូឡាខូមេនីមិនត្រឹមតែមិនបានទាមទារឲ្យបាតកោដោះលែងចំណាប់ខ្មាំងនោះទេក៏ប៉ុន្តែថែមទាំងបានធ្វើសេចក្តីថ្លែងការណ៍មួយចំនួនដែលមានអត្ថន័យគាំទ្រសកម្មភាពចាប់ចំណាប់ខ្មាំងនេះថែមទៀតផងលើពីនេះទៅទៀតនៅក្នុងការចរចាជាមួយនឹងសហរដ្ឋអាមេរិកគឺរដ្ឋាភិបាលតេហេរ៉ង់ផ្ទាល់ដែលជាអ្នកដាក់លក្ខខណ្ឌជាថ្នូរទៅនឹងការដោះលែងចំណាប់ខ្មាំងរបស់អាមេរិកក្រោយពីឆ្លងកាត់ការចរចាយ៉ាងតឹងតែងហើយប្រតិបត្តិការរំដោះចំណាប់ខ្មាំងដោយកងកម្លាំងដូអាមេរិកក៏ត្រូវទទួលបរាជ័យរដ្ឋាភិបាលក្រុង Washington ក៏បានព្រមព្រៀងទៅតាមលក្ខខណ្ឌជាច្រើនរបស់អ៊ីរ៉ង់ហើយចំណាប់ខ្មាំងទាំងអស់ត្រូវបានដោះលែងនៅថ្ងៃទី20ខែមករាឆ្នាំ1981គិតជាសរុបទៅចំណាប់ខ្មាំងអស់ទាំងនេះត្រូវជាប់ឃុំឃាំងអស់រយៈពេល444ថ្ងៃហើយចាប់ពីមានវិបត្តិចំណាប់ខ្មាំងនេះហើយដែលទំនាក់ទំនងការទូតរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ត្រូវបានកាត់ផ្តាច់ទាំងស្រុងហើយคล้ายទៅជាសត្រូវនឹងគ្នារហូតមកទល់នឹងពេលបច្ចុប្បន្ននេះ